មរណហេតុមរណកាលមរណដ្ឋានភាគទី1ផ្ដើមចេញពីមេរៀននៃជីវិតដ៏លំបាកមហាលំបាកវេទនាក្រៃវេទនាក្នុងរបបកម្ពុជាប្រជាធិបតេយ្យមនុស្សខ្មែរសុទ្ធតែបាត់បង់ជីដូនជីតាឪពុកម្ដាយប្តីប្រពន្ធកូនចៅនិងសាច់សាលោហិតហេតុការណ៍កាន់តែរន្ធត់និងអាក្រក់ថែមទៀតគឺការព្រាត់ប្រាសដោយបាត់ខ្លួនពុំបានទទួលដំណឹងច្បាស់លាស់ថាតើបុគ្គលនោះស្លាប់ពេលណាទីណាមូលហេតុអ្វីពិតប្រាកដឡើយឧទាហរណ៍តាកាយចំណាប់ប្រឌិតសាច់រឿងនិយាយកុហកប្រព្រឹត្តអំពើភូតថាលោកស៊ិនសមុទ្រត្រូវខ្មែរក្រហមសម្លាប់នៅមន្ទីរ15ស្រុកកោះធំខេត្តកណ្ដាលកាលពីចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ1975ប៉ុន្តែក្នុងសម្ភាសជាមួយលោកសំឆាយាក្រុមព្រះសូរិយាដាក់ផ្សាយសាធារណៈបន្តក្នុង YouTube ក្រុមចំណងជើងថារឿងរ៉ាវឯកជននៃអធិរាជសម្លេងមាសស៊ិនសមុទ្រនិងជីវិតភរិយាលោកក្នុងរបបខ្មែរក្រហមកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2021ជីដូនខែថងញុតអតីតឧត្តមភរិយាមេម៉ាយបានរំលឹកអំពីដំណឹងចចាមអារ៉ាមថាលោកស៊ិនសមុទ្រទទួលមរណភាពនៅខេត្តបាត់ដំបងសូមទស្សនាคลิปវីដេអូលោកយាយដឹងថាលោកតាស៊ិនសមុទ្រគាត់ស្លាប់នៅណាទេតែតាកម្មពិតនឹងវាមិនចាំប្រហែលពាក្យចាំអារម្មណ៍ថាស្លាប់បាត់ដំបងតាមអីខ្ញុំមិនដឹងទេមានន័យថាគ្រាន់តែលោកស៊ិនសមុទ្រម្នាក់មានដំណឹងដ៏ស្រពេចស្រពិលអំពីមរណហេតុមរណកាលនិងមរណដ្ឋានខុសៗគ្នាគួរចម្លែកពេកណាស់ដូចគ្នានេះសូមជំនាញជនខ្មែរមេត្តាត្រេះរិះពិចារណានិងសន្តានតាមអធិស្ឋានរៀងខ្លួនដោយគួរចំពោះរឿងរ៉ាវស្រវឹកស្រវ័ននិងគួរមន្ទិលបំផុតតាក់ទងនឹង 1. ឈឿនអង្គារាវីរៈវ៉ារនីអតីតអ្នករៀបរៀងនិងធ្វើសម្ភាសនៃក្រុមព្រះសូរិយាមនុស្សចិត្តជាទេវទត្តមាត់ជាទេវតារិនឆោមវីរៈហៅវីរៈវ៉ារនីបានសរសេរអត្ថបទមួយក្រោមចំណងជើងថាឈឿនអង្គារាភរិយាទី2នៃអធិរាជសម្លេងមាសស៊ិនសមុទ្រដាក់ផ្សាយសាធារណៈនៅថ្ងៃទី11ខែឧសភាឆ្នាំ2021មានសេចក្តីថាលោកស្រីឈឿនអង្គារាត្រូវខ្មែរក្រហមសម្លាប់នៅខេត្តកំពង់ធំនៅចុងបញ្ចប់នៃអត្ថបទនោះថែមទាំងបានសន្យាយ៉ាងមុតមន់ក្នុងន័យថាវីរៈវ៉ារនីនឹងរៀបរាប់អំពីជីវិតចុងក្រោយនៃលោកស្រីឈឿនអង្គារានិងកូនប្រុសសូមទស្សនាคลิปវីដេអូសរសេរអត្ថបទនឹងរៀបរៀងដោយវីរៈវ៉ារនីអធិប្បាយដោយហាសការក្សាសិទ្ធិនិងផ្សព្វផ្សាយដោយក្រមព្រះសូរិយានៅក្នុងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញពីរដ្ឋធានីភ្នំពេញនាថ្ងៃទី17មេសាឆ្នាំ1975លោកស៊ីនស៊ីសាមុតបានធ្វើដំណើរចេញទៅជាមួយឈឿនអង្គារាជាភរិយាទី2ហើយបានប្រសូតបុត្រាមួយរូបនៅពេលជម្លៀសនោះនៅម្ដុំចំការល្មុតវត្តចម្ប៉ាគៀនស្វាយខេត្តកណ្ដាលក្រោយពេលដែលលោកស៊ីនស៊ីសាមុតត្រូវបានខ្មែរក្រហមចាប់ខ្លួនលោកស្រីនិងកូនក៏ជួបរឿងរ៉ាវជីវិតដ៏កំសត់ជាបន្តបន្ទាប់រហូតត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលនាទឹកដីខេត្តកំពង់ធំវីរៈវ៉ារនីនឹងរៀបរាប់ជីវិតស្នេហារបស់លោកស៊ីនស៊ីសាមុតនិងលោកស្រីឈឿនអង្គារាយ៉ាងស៊ីជម្រៅនៅពេលឆាប់ខាងមុខនេះក៏ដូចជារឿងរ៉ាវលម្អិតជីវិតចុងក្រោយរបស់សិល្បករនីរបាំព្រះរាជទ្រព្យនិងកូនប្រុសដែលព័ត៌មានទាំងនេះក្រុមព្រះសូរិយាទើបទទួលបានថ្មីនេះអស់រយៈពេល2ឆ្នាំទើបក្នុងនាមប្រធានក្រុមដំណើរខ្មែរមនុស្សចិត្តជាទេវទត្តមាត់ជាទេវតារិនឆោមវីរៈហៅវីរៈវ៉ារនីដាក់ផ្សាយសាធារណៈកាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2023នៅคลิปវីដេអូក្រោមចំណងជើងថាមតិវីរៈវ៉ារនីប្រធានក្រុមដំណើរខ្មែរពីរឿងលោកបឺតសម្រាប់អះអាងថាកូនលោកស៊ិនស៊ីសាមុទ្រដោយឆ្លៀតបង្ហើបទាំងអំនួតនិងសន្យាម្ដងទៀតក្នុងន័យថាលោកស្រីឈឿនអង្គារាមានកូន3នាក់ជាមួយលោកស៊ិនស៊ីសាមុទ្រលោកស្រីនិងកូនទាំង3នាក់ស្លាប់អស់រលីងរឿងរ៉ាវចុងក្រោយរបស់លោកស្រីឈឿនអង្គារាត្រូវខ្មែរក្រហមសម្លាប់នៅឯណានិងបង្ហាញជូនពេលក្រោយសូមទស្សនាคลิปវីដេអូអ្នកខ្លះក៏បានដឹងថាលោកសមុទ្រលោកមានប្រពន្ធមួយទៀតឈ្មោះលោកស្រីឈឿនអង្គារាឥឡូវខ្ញុំចង់ជំរាបថាចង់មិនចង់មហាជនសូមមេត្តាស្វែងរកคลิปវីដេអូដែលខ្ញុំបានធ្លាប់បាននិយាយពីរឿងហ្នឹងណា
មុននឹងចេញវីដេអូកន្លងមករបស់ខ្ញុំពាក់ព័ន្ធជាមួយប្រវត្តិស្នេហារបស់លោកស៊ីនស៊ីសមុទ្រនោះបាទមហាជនលោកមិនទាំងស្គាល់ឈ្មោះលោកស្រីឈឿនអង្គារាផងខ្ញុំនិយាយពិតបាទគាត់អត់ដឹងថាលោកសមុទ្រគាត់មានប្រពន្ធជាអ្នកលបាំពីទ្របមកមួយបាទប៉ុន្តែមិនសូវមានអ្នកណាដែលនិយាយពីរឿងហ្នឹងទេបាទនេះខ្ញុំសូមឲ្យមហាជនមេត្តាគិតព្រោះកន្លែងនេះខ្ញុំផ្សាយទៅថាលោកសមុទ្រហ្នឹងលោកមានប្រពន្ធមួយទៀតឈ្មោះឈឿនអង្គារាជាបវរកញ្ញាប្រចាំខេត្តកណ្ដាលទើបមហាជនស្គាល់ឈ្មោះឈឿនអង្គារាមកទល់នឹងសពថ្ងៃបាទនេះខ្ញុំមិនមែននិយាយដើម្បីយកគុណសម្បត្តិអីទេព្រោះខ្ញុំចង់និយាយថាកន្លងមកហ្នឹងមហាជននិយាយតត្រឹមតែថាអូលោកស៊ីនសមុទ្រលោកមានប្រពន្ធមួយហើយមានប្រពន្ធមួយទៀតជាអ្នកលបាំប៉ុណ្ណឹងប៉ុន្តែកន្លងមកខ្ញុំផ្សាយខ្ញុំក៏បានបង្ហាញឈ្មោះពិតរបស់ប្រពន្ធទី2របស់លោកស៊ីនស៊ីសមុទ្រហ្នឹងហើយខ្ញុំមានទាំងរូបថតគ្រប់សពទៅទៀតដែលអាចបានបង្ហាញដឹងបាទហើយអ្វីដែលខ្ញុំបានស្រាវជ្រាវដឹងច្រើនជាងនឹងទៀតតែខ្ញុំមិនទាន់បានបញ្ចេញលោកស្រីឈឿនអង្គារានិងលោកស៊ីនស៊ីសមុទ្រមានកូន3នាក់រួមគ្នាហើយកូនប្រុសទៅកូនទី3ហ្នឹងគឺកូនដែលកើតនៅព្រែកឯងហ្នឹងនៅវត្តចម្ប៉ាហ្នឹងគឺកូនទី3បាទកូនទី3ហើយរឿងរ៉ាវរបស់លោកស្រីឈឿនអង្គារាខ្ញុំមានទាំងអស់ខ្ញុំដឹងថាគាត់ត្រូវខ្មែរក្រហមសម្លាប់នៅឯណាទៀតបាទតែខ្ញុំមិនទាន់មានពេលធ្វើពួកអីខ្ញុំមានទុរៈផ្ទាល់ខ្លួនច្រើនដែរហើយម្យ៉ាងទៅទៀតហ្នឹងឥឡូវហ្នឹងមកធ្វើដំណើរខ្មែរការងារច្រើនណាស់ខ្ញុំថាបើតនេបន្តិចខ្ញុំនឹងបង្ហាញរឿងរាវចុងក្រោយរបស់លោកស្រីឈឿនអង្គារាថែមទៀតឲ្យមហាជនលោកដឹងតែខ្ញុំសូមបង្ហើបមិញហ្នឹងថាលោកស្រីឈឿនអង្គារាខ្ញុំស្រាវជ្រាវទៅមានកូនជាមួយលោកស៊ីនសមុទ្រ3នាក់ប៉ុន្តែលោកស្លាប់អស់ទៅហើយអស់រលីងបាទអស់រលីងសូមបញ្ជាក់ថាផ្អែកតាមដំណឹងដូចខាងលើដាក់ផ្សាយសាធារណៈដោយប្រធានក្រុមដំណើរខ្មែរមនុស្សចិត្តជាទេវទត្តមាត់ជាទេវតារិនឆោមវីរៈហៅវីរៈវរនីតាការចំណាប់បានរាយរាប់ឡើងវិញពីលើកក្នុងន័យថាលោកស្រីឈឿនអង្គារានិងកូនទាំង3នាក់ត្រូវខ្មែរក្រហមសម្លាប់នៅខេត្តកំពង់ធំសូមទស្សនាคลิปវីដេអូខ្ញុំទៅតែទទួលព័ត៌មានក្រោយនេះដែលថាឈឿនអង្គារាព្រមទាំងកូនទាំង3ហ្នឹងគឺត្រូវបានប៉ុលពតសម្លាប់នៅខាងខេត្តកំពង់ធំទាំងអស់បាទតែតាមដឹងក្រោយមកទៀតនេះថាក្រោយដែលគេចាប់លោកស៊ុនធីមុតទៅប្រពន្ធរឹងដៃរឹងជើងកូនក្រោយនេះទីក៏គេដាក់គាត់នឹងបញ្ជូនតាមកប៉ាល់យកទៅរស់នៅឯកំពង់ធំបាទទៅរស់នៅកំពង់ធំតែត្រង់ថាភូមិឃុំណាសហព័ន្ធណាគឺអមត់ណាស់បាទអមត់ណាស់នេះបាទបើតាមព័ត៌មានចំក្រោយថាក្រុមគ្រួសារប្រពន្ធក្រោយរបស់គាត់នឹងគឺស្លាប់អស់អត់មានសេះសល់សឹមច័ន្ទសូរ៉ាន់ពេលផ្ដល់សម្ភាសតាមទូរស័ព្ទពីសហរដ្ឋអាមេរិកជាមួយលោកសេងតារាដូនសឹមច័ន្ទសូរ៉ាន់បានរំលឹកឡើងវិញនៅសម្ដីរបស់បងស្រីជីដូនមួយក្នុងន័យថានៅខែកញ្ញាឆ្នាំ1975បងស្រីជីដូនមួយឈ្មោះយ៉ុងនិងគ្រួសារត្រូវខ្មែរក្រហមបញ្ជូនចេញពីស្រុកគៀនស្វាយតាមរថយន្តដោយអង្គុយជាប់ជាមួយលោកស្រីឈឿនអង្គារានិងកូន2នាក់ពេលទៅដល់ចំបក់ភ្នំស្រុកបងស្រីយ៉ុងនិងលោកស្រីឈឿនអង្គារាព្រមទាំងកូន2នាក់រស់នៅក្បែរគ្នាប៉ុន្តែប៉ុន្មានខែក្រោយមកកូនតូចទី2ក៏ស្លាប់ទៅបន្ទាប់មកលោកស្រីឈឿនអង្គារាវិបលៈស្មារតីដឹកដៃកូនទី1ត្រាច់រង្គត់គ្មានកោដៅពេលទឹកជំនន់បងស្រីយ៉ុងក៏បែកពីលោកស្រីឈឿនអង្គារានិងកូនព្រោះខ្មែរក្រហមជំលះចេញពីចំបក់ទៅរស់នៅស្វាយខ្មៅស្វាយសក្បែរនោះក្រោយមកក៏លើដំណឹងថាលោកស្រីឈឿនអង្គារានិងកូនលាចាកលោកទាំង2នាក់សូមទស្សនាคลิปវីដេអូហើយបងស្រីចដោមួយចំហ្នឹងឡើងទៅអ្នកស្រីឈឿនអង្គារាដែលជាប្រពន្ធលោកស៊ីសមុទ្រនោះមួយណាអូដៃកូនមួយហើយ3កូនតូចមួយជិះឡានជាប់ជាមួយនឹងគាត់អូហើយនៅនឹងច្បក់នឹងខាងភ្នំស្រុកមួយណានៅផ្ទះចិត្តគ្នាហើយបងស្រីឈឿនអង្គារាហ្នឹងចិត្តទៅសួរបងចដោមួយខ្ញុំដឹងថាបងយ៉ងអើយចាគេឲ្យយើងចូលពេញវិញ
ហើយបងស្រីខ្ញុំចេះថាអ្នកបងអើយកុំមានប្រសាអីកុំមាត់អីតែគេដឹងគេលឺនឹងគេយកយើងទៅបាយចោលហើយដូច្នេះយើងគិតទៅពីធ្វើការទៅតែក្មួយហើយគេយកទៅដាក់ជួរដងស្ទឹងណាហើយគេកាត់មកកង់យើងសិតតែព្រៃសិតតែគល់ឈើឲ្យយើងកាត់គាត់ខ្លួនឯងដូច្នេះអ្នកបងឈឺទាំងគេរាហ្នឹងគាត់ក្រុមទុកវេទនាខ្លាំងណាស់មិនបានប្រហែលខែផងកូនតូចទី2របស់គាត់ហ្នឹងក៏បានស្លាប់ទៅបន្ទាប់មកគាត់ក៏វិញវាន់ខ្លាយទៅជាមនុស្សវិកលចរិតទៅណាចាខ្លាយទៅជាមនុស្សវិកលចរិតទៅជាមួយកូនមួយហ្នឹងរួចទៅមានទឹកលិចទឹកអីចឹងទេក៏ចលៀសប្រជាជនហ្នឹងឲ្យទៀតក្មួយឲ្យដើរកាត់ទឹកទៅបានទៅនៅខាងស្វាយសស្វាយខ្មៅនោះដល់នេះបែកពីបងឈឿនជារាហ្នឹងទៅគាត់នៅវិកលចរិតផងមិនដឹងថាវេទនាយ៉ាងណាទេឲ្យរស់នៅមិនដឹងមានជីវភាពយ៉ាងណាពិបាកយ៉ាងណាទេជាមួយកូនមួយដែលគាត់គ្មានស្មារតីណាគេថា lose memory អស់ហើយណាក្មួយគាត់មានសតិមិនប្រក្រតីហ្នឹងក្រោយពេលដែលកូនទី2របស់គាត់នឹងស្លាប់គាត់ពិបាកចិត្តពេកណាមីងបាទចាគាត់ពិបាកក្នុងការរស់នៅផងកូនស្លាប់ផងគាត់ពិបាកតាំងពីដំបូងចេះតែទិញសួរបងខ្ញុំថាចង់ទៅភ្នំពេញវិញហើយបងស្រីចរោមមួយខ្ញុំហ្នឹងគាត់ថាកុំឲ្យសួរអីដល់បងអើយខ្លាចគេលឺតែគេលឺគេយកយើងទៅវាយចោលហើយដូច្នេះយើងគេធ្វើអីធ្វើហ្នឹងទៅហើយដល់នេះទៅគាត់គ្មានទឹកដោះគ្មានអង្គអីញ៉ាំគ្រប់គ្រាន់ក៏កូនតូចហ្នឹងស្លាប់មុនទៅណាគួយណាបានបន្ទាប់មកបានគាត់ធ្លាក់ខ្លួនឡប់សតិទៅចុះកូនទី2របស់គាត់ហើយចុះកូនទី1របស់គាត់ចុះកូនទី1របស់គាត់ដែលនៅជាមួយគាត់ហ្នឹងតើក្រោយមកស្លាប់ដែរអត់បាទឬក៏ទៅណាបាត់ទៀតបាទចាមិនដឹងក្មួយតាំងពីណាទឹកលិចហ្នឹងគេដាក់យកទៅដាក់តាមភូមិផ្សេងទៅបែកគ្នាអស់ទៅណាមីងកន្លែងដែរអ្នកស្រីឈឿននឹងគីរ៉ាគាត់ធ្វើការក្នុងសម័យខ្មែរក្រហមហ្នឹងនៅក្នុងស្រុកអីដែរបាទនៅច្បក់ភ្នំស្រុកអស់ក្មួយចិត្តស្វាយស្វាយខ្មៅក្នុងស្រុកអីបាទគេហៅច្បក់ទៅដល់ភ្លាមគេដាក់នៅច្បក់ក្នុងភ្លាមនៅវត្តស្ទឹងចាតែក្នុងស្រុកអីហើយខេត្តអីដល់ហ្នឹងឯងដល់យួនចូលមកទេបានខ្ញុំសួរពួកក្មួយខ្ញុំណាដល់នេះហើយបានគេចលះទៅភូមិផ្សេងទៀតដោយសារទឹកលិចទឹកអីមកខ្លាំងពេកហើយបាយជាមួយបងឈឺមគារាហ្នឹងទៅក្មួយតែចង់រយមកលឺតំណែងតាមគេថាកូនគាត់ទី1ហ្នឹងក៏ស្លាប់គាត់ក៏ស្លាប់ដែរអូបាទស្លាប់ក្នុងរបបខ្មែរក្រហមទាំងអស់ណាចាពួកគាត់វេទនាតាំងពីថ្ងៃដំបូងចុះសង្ងំ3ឆ្នាំ8ខែទៀតណាមួយបាទគាត់មិនអាចទ្រាំទ្រនឹងជីវិតដល់លំបាកអញ្ចឹងបានទេណាហើយនៅចំបក់ហ្នឹងអ្នកមានចាំឯនៅក្នុងស្រុកណាហើយខេត្តណាបាទនៅក្នុងស្រុកមិនដឹងស្រុកអីទេនៅក្មួយហើយដឹងថានៅចំបក់ហ្នឹងវានៅក្នុងស្រុកភ្នំស្រុកហ្នឹងណាអូខេត្តបន្ទាយមានជ័យចាខេត្តបន្ទាយមានជ័យនៅខាងកើតស្វាយផងក្មួយអញ្ចឹងមានន័យថាភ្នំស្រុកហ្នឹងនៅក្នុងខេត្តបន្ទាយមានជ័យឯបាទចាហើយអ្នកមីងបានជួបអ្នកស្រីឈឿននឹងគីរ៉ាហ្នឹងនៅជួបពេលទៅដល់បន្ទាយមានជ័យហ្នឹងឬក៏ជួបតាំងពីពេញទៅបាទជួបណាបងស្រីខ្ញុំក៏ជួបគាត់ហ្នឹងដោយសារពេលឡើងឡានពីស្គីគៀនស្វាយទៅក្មួយគេដឹកប្រជាជនមានឈ្មោះទៅណាចាគាត់ឡើងឡានជាមួយបងស្រីខ្ញុំពេលហ្នឹងដោយសារអត់មានលោកសិនស៊ីសមុទ្រនៅជាមួយទេគាត់ទៅជាមួយកូន2នាក់ទេដូច្នេះមានការវេទនាណាស់ក្មួយធ្វើអីម្នាក់ឯងគាត់ទៅស្អែកខ្ចីផងណាហើយពេលជួបគាត់ដំបូងហ្នឹងបងស្រីរបស់អ្នកមីងស្គាល់គាត់ថាជាប្រពន្ធទី2របស់លោកស៊ីនស៊ីសមុទ្រទេបាទចាដឹងច្បាស់ព្រោះណាគាត់ជំនាញបងស្រីខ្ញុំមុនថាបងយ៉ងអើយខ្ញុំមកជួយឈឺមគារាប្រពន្ធទី2របស់លោកស៊ីសមុទ្រអញ្ចឹងបានបងស្រីខ្ញុំនឹងស្គាល់ច្បាស់ណាអូហើយឯកូនទី1ទី2ហ្នឹងកូនមួយណាប្រុសកូនមួយណាស្រីបាទចាខ្ញុំមិនបានដឹងច្បាស់ដែរក្មួយកន្លែងហ្នឹងណាបាទព្រោះតាមការរៀបរាប់របស់លោកគង់ប៊ុនឈឿនក៏ដូចជាអ្នកដែលធ្លាប់បានចលះតាមផ្លូវជាតិលេខ1ពីភ្នំពេញទៅដល់វត្តចប៉ាហ្នឹង
លោកគង់មិនឈឿនបានសរសេរថានៅពេលទៅដល់វត្តចម្ប៉ាគាត់បានជួបលោកស៊ីនស៊ីសមុទ្រនៅក្នុងបរិវេណវត្តដែលពួកខ្មែរក្រហមគេឲ្យទៅនៅគោគ្នាម្ដុំហ្នឹងហើយពេលហ្នឹងគឺប្រពន្ធទី2របស់គាត់ទើបតែសម្រាលកូនបាន 2-3 ថ្ងៃអ្នកស្រីឈឿនអង្គារាហ្នឹងចាបាទព្រោះថាពេលដែលពេលគាត់ឡើងទៅកូននឹងតូចមែនចាកូននឹងនៅតូចមែនដូចទៅបានមួយខែអីប៉ុណ្ណឹងណាក្មួយព្រោះថាតាមសៀវភៅដែលលោកគង់មិនឈឿនសរសេរក្នុងសៀវភៅកំណាព្យស្នេហ៍មាសគឺពេលទៅដល់ហ្នឹងគាត់បានជួបលោកស៊ីនស៊ីសមុទ្រផងលោកយ៉ងឈៀងផងលោកហាសាឡនផងហើយលោកស៊ីនស៊ីសមុទ្រពេលចេញពីភ្នំពេញទៅគាត់អត់បានចេញទៅជាមួយប្រពន្ធដើមគាត់គឺអ្នកស្រីខៅថងញុតទេគាត់ទៅជាមួយភរិយាទី2គាត់គឺអ្នកស្រីឈឿនអង្គារាហ្នឹងហើយនឹងកូនតូចមួយដែលទើបកើតនៅក្នុងសម័យខ្មែរក្រហមនឹងតែម្ដងអញ្ចឹងនៅពេលហ្នឹងគឺគាត់មានកូន2ណាដល់មីងបានចាកូន2ក្មួយបាទហើយនៅពេលទៅដល់ហ្នឹងនិយាយផ្សេងទៀតច្រើនតែកូន2ហ្នឹងហ្មងណាបាទទីពិសេសបងស្រីខ្ញុំនៅចិត្តគាត់ហ្នឹងគឺឃើញច្បាស់ថាគាត់មានកូន2នៅជាមួយណាមួយបាទកូនមួយចេះដើរទៅអាយុ3-4 ឆ្នាំអីចឹងទៅកូនមួយទៀតទៅកើតចឹងទៅណាបាទហើយក្រោយមកគេចាប់លោកស៊ីនស៊ីសមុទ្រចេញពីវត្តចម្ប៉ាហ្នឹងបញ្ជូនមកក្រោយវិញហើយអ្នកស្រីឈឿនអង្គារាក៏នៅតែជាមួយកូនទាំងពីរហ្នឹងទៅចាកំណត់សង្កត់ប្រកាសជាជនខ្មែរបានឃើញឮលោកសេងតារាសួរបញ្ជាក់ម្ដងហើយម្ដងទៀតអំពីភ្នំស្រុកស្ថិតនៅស្រុកណាត្រង់នេះខ្ញុំសូមអនុញ្ញាតបង្ហាញនៅភូមិសាស្ត្រឈ្មោះភូមិឃុំការចំនួនខ្មែរក្រហមក៏ដូចព្រឹត្តិការណ៍តាក់ទងនឹងព័ត៌មានអំពីព័ត៌មានលោកស្រីឈឿនអង្គារានិងកូនទុកដូចជំនួយស្មារតីជូនជំនាញជនខ្មែរត្រេះរិះពិចារណាដូចតទៅភូមិសាស្ត្រក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបែងចែកការគ្រប់គ្រងរដ្ឋបាលទៅតាមភូមិភាគចំនួន7ភូមិភាគនីមួយៗចាត់ថ្នាក់ជាតំបន់ស្រុកឃុំភូមិនិងសហករណ៍ដោយឡែកភូមិភាគពីរយ៉បឬភូមិភាគ560រួមមានខេត្តពោធិ៍សាត់និងបាត់ដំបងបែងចែកជាចំនួន7តំបន់ចាប់ពីតំបន់1តាមលំដាប់ដល់តំបន់7លេខាភូមិភាគពីរយ៉បជាអតីតជាងឈើសម្បត្តិមិត្តរស់ញឹមឬញឹមរស់ហៅតាកៅដន្លងនៃសម្បត្តិមិត្តសោភឹមហៅសោយ៉ាន់លេខាភូមិភាគដោយកូនប្រុសនៃសម្បត្តិមិត្តរស់ញឹមនិងកូនស្រីទី2ឈ្មោះស៊ីរបស់សម្បត្តិមិត្តសោភឹមបានរៀបការតាមបែបសមូហភាពមានចំនួន5គូនៅចុងឆ្នាំ1975ឬដើមឆ្នាំ1976នៅខែមិថុនាឆ្នាំ1978សម្បត្តិមិត្តសោភឹមបានធ្វើអត្តឃាតសម្រាប់ខ្លួនឯងដោយសមមិត្តប៉ុលពតបញ្ជូនកម្លាំងពិសេសទៅចាប់ខ្លួនដោយចោទថាក្បត់បដិវត្តចូលដៃជាមួយយួនរីឯដន្លងសមមិត្តរស់ញឹមត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំនិងសួរចម្លើយនៅមន្ទីរស21រួចសម្លាប់ចោលសម័យនោះពុំទាន់មានខេត្តបន្ទាយមានជ័យទេម្ល៉េះហើយភ្នំស្រុកជាឈ្មោះស្រុកមួយនៃខេត្តបាត់ដំបងក្នុងតំបន់5ភូមិភាគពីរយ៉បតំបន់5ស្ថិតក្រោមការដឹកនាំនិងគ្រប់គ្រងនៃគណៈតំបន់មានសមមិត្តជាកូនប្រុសរបស់តាកៅសមមិត្តហឹងក្រោយការចាប់ខ្លួនសមមិត្តរស់ញឹមបណ្ដាមេដឹកនាំនៃភូមិភាគពីរយ៉បក៏ត្រូវបោះសម្អាតនិងកំទេចចោលជំនួសដោយកម្មាភិបាលនៃភូមិភាគនិរដីវិញសប្តាហ៍ថ្ងៃស្រុកភ្នំស្រុកកាត់ចូលក្នុងខេត្តបន្ទាយមានជ័យចម្ងាយ52គីឡូម៉ែត្រពីខេត្តនិង70គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបជាប់ព្រំប្រទល់ជាមួយស្រុកស្វាយជែកស្រុកព្រះនេតព្រះស្រុកក្រឡាញ់នៃខេត្តសៀមរាបនិងស្រុកចុងការរបស់ខេត្តឧត្តរមានជ័យសម័យខ្មែរក្រហមស្រុកភ្នំស្រុកមានឃុំចំនួន6គឺ1ណាំតៅ2ប៉ោយចា3ពន្លៃ4ស្ពានស្រែង5ស្រះជីកនិង6ភ្នំដីសូមបញ្ជាក់ថាឥឡូវនេះភូមិខ្លះនៃឃុំនីមួយបានផ្លាស់ប្ដូរឈ្មោះខុសពីសម័យខ្មែរក្រហមដូច្នេះប្រសិនបើទៅសួររកឈ្មោះភូមិការចំនួនខ្មែរក្រហមលោបែជាប៉ះចំអ្នកចំណូលថ្មីឬក្មេងសកលក្រោយប្រកាសមិនស្គាល់ឬវង្វេងពំខានពិតណាស់លោកស្រីខែថងញុតអតីតឧត្តមភរិយាមេម៉ាយនៃលោកស៊ិនស៊ីសមុទ្រនិងកូនទាំង4នាក់ត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅភូមិណាំតៅឃុំណាំតៅប៉ែកខាងជើងទីរួមស្រុកភ្នំស្រុកចុងឆ្នាំ1975ភូមិណាំតៅបានផ្ដាច់ជីវិតកូនប្រុសទី3សិនវណ្ណថា
ស្លាប់ចោលឆ្អឹងនៅទីនោះចំណែកគ្រួសារនៃខ្ញុំត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅក្នុងព្រៃនៃភូមិគោកសេះឃុំភ្នំដីប៉ែកខាងកើតទីរួមស្រុកភ្នំស្រុកតាំងពីទៅដល់ឆ្នាំ 1976 ខ្ញុំក៏ត្រូវមេសហករណ៍ចាត់បញ្ចូលក្នុងកងចល័តលើកទំនប់ជីកប្រឡាយដកស្ទង់ច្រូតកាត់ពីឃុំមួយទៅឃុំមួយនៅក្នុងស្រុកភ្នំស្រុកពិសេសសាងសង់ទំនប់អាងទឹកទំពាំងថ្មនៅដើមឆ្នាំ 1977 ម្ល៉េះហើយអាចចាត់ទុកថាខ្ញុំស្គាល់ដោយច្រើនអន្លើនៅទីតាំងភូមិសាស្ត្រនិងឈ្មោះភូមិឃុំនៃស្រុកភ្នំស្រុកកាលសម័យនោះចុងឆ្នាំ 1978 ប្អូនស្រីទី 5 របស់ខ្ញុំដាច់ពោះស្លាប់ពុំដឹងកម្មាភិបាលនៃពេទ្យភូមិរបស់ខ្មែរក្រហមយកសពទៅកប់ឬបោះចោលក្នុងព្រៃឲ្យសត្វស៊ីនៅទីណាឡើយតាមសកម្មកម្មរបស់ដូនស៊ីមច័ន្ទសូរ៉ាន់និយាយតាមសម្ដីរបស់បងស្រីជីដូនមួយសម្ដៅនៃលោកស្រីឈឿនអង្គារាស្ថិតនៅភូមិចំបក់ក្នុងឃុំពន្លៃប៉ែកខាងលិចទីរួមស្រុកភ្នំស្រុកសូមបញ្ជាក់ថាបច្ចុប្បន្នតាមរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ស្រុកភ្នំស្រុករដ្ឋបាលនៃឃុំពន្លៃរួមមានភូមិចំនួន 6 គឺ 1. តាងោ 2. ពន្លៃ 3. ស្វាយស 4. ស្វាយខ្មៅ 5. គោកតាសុកនិង 6. ពោរំបុនពុំមានភូមិចំបក់ទេទំនងជាអាស្រ័យលើស្ថានភាពភូមិសាស្ត្រនិងតម្រូវការគ្រប់គ្រងជាក់ស្ដែងទើបអាជ្ញាធរមូលដ្ឋានរៀបចំហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលថ្មីរបស់ឃុំពន្លៃដោយកែសម្រួលភូមិចំបក់ទី 1 បដូរដាក់ឈ្មោះថ្មីឬទី 2 ភូមិសោតនោះអាចរំលាយបញ្ចូលជាមួយភូមិដទៃភាគបន្តនឹងចេញផ្សាយនៅថ្ងៃអង្គារទី 17 ខែមិនិនាឆ្នាំ 2026 សូមអរគុណម៉ោង 9:05 នាទីភ្នំពេញថ្ងៃសៅរ៍ទី 14 ខែមិនិនាឆ្នាំ 2026 អ្នកស្រាវជ្រាវភាសានិងអក្សរសាស្ត្រខ្មែរឈៀងវិបុលសូមរងចាំទស្សនានិងអានភាគបន្តទៀតនៅថ្ងៃអង្គារទី 17 ខែមិនិនាឆ្នាំ 2026 ស្ដីអំពីមរណហេតុមរណកាលមរណដ្ឋាននៃលោកស្រីឈឿនអង្គារាជាបន្តទៀតសូមអរគុណសូមជម្រាបលា